កិច្ចសន្ទនាយុទ្ធសាស្ត្រ2+2លើកទី1រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងចិនត្រូវបានរៀបចំឡើងនៅល្ងាចថ្ងៃទី22ខែមេសាឆ្នាំ2026ម្សិលមិញនេះនៅរាជធានីភ្នំពេញកិច្ចសន្ទនានេះត្រូវបានដឹកនាំខាងកម្ពុជាដោយឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិឯខាងភាគីចិនគឺដោយឯកឧត្តមវ៉ាងយីរដ្ឋមន្ត្រីការបរទេសនិងឯកឧត្តមនាយឧត្តមនាវីតុងជុនរដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងកិច្ចសន្ទនាលើកដំបូងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃទំនាក់ទំនងកម្ពុជាចិនដែលឆ្លុះបញ្ចាំងឲ្យឃើញពីការបដិញ្ញាចិត្តរួមរបស់ភាគីទាំងពីរក្នុងការពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រនិងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងថាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិនបន្តវិវត្តទៅមុខដោយភាពច្បាស់លាស់មានទិសដៅនិងប្រកបដោយមហិច្ឆតាដែលបង្ហាញពីភាពធន់និងភាពចាស់ទុំកាន់តែខ្លាំងឡើងនិងបានបញ្ជាក់សារជាថ្មីនៅមិត្តភាពដាច់ថែបដ៏រឹងមាំរវាងកម្ពុជានិងចិនដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកការជឿទុកចិត្តនិងការគ្រប់គ្រងឥតងាករេចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមកក្នុងន័យនេះកម្ពុជាគ្រប់គ្រងយ៉ាងមុតមមចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវក៏ដូចជាគំនិតផ្ដួចផ្ដើមសកលទាំង4ដែលបានដាក់ចេញដោយឯកឧត្តមប្រធានាធិបតីស៊ីជីនពីងស្ដីពីការអភិវឌ្ឍសន្តិសុខអរិយធម៌និងអភិបាលកិច្ចកិច្ចសន្ទនានេះបានឆ្លុះបញ្ចាំងពីទស្សនៈរួមរវាងប្រទេសទាំងពីរលើបញ្ហានយោបាយសន្តិសុខសេដ្ឋកិច្ចព្រមទាំងលើបញ្ហាតំបន់និងអន្តរជាតិក្នុងន័យនេះភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការផ្លាស់ប្ដូរទស្សនៈកិច្ចកម្រិតខ្ពស់ការពង្រឹងទំនាក់ទំនងរវាងស្ថាប័ននិងការលើកកម្ពស់ការសម្របសម្រួលក្នុងចំណោមក្រសួងនិងស្ថាប័ននៃប្រទេសទាំងពីរភាគីទាំងពីរបានឯកភាពគ្នាថាយន្តការ2+2នេះនឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនៅទំនាក់ទំនងជាយុទ្ធសាស្ត្របង្កើនការសម្របសម្រួលគោលនយោបាយនិងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើងទាំងក្នុងប្រទេសរៀងៗខ្លួនទាំងក្នុងតំបន់និងសកលលោកភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា2+2ទៅជា3+3ដោយមានការចូលរួមពីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងការវិវត្តនៃសភាពការតំបន់និងអន្តរជាតិសម្រាប់ពេលអនាគតកម្ពុជានិងចិនបានឯកភាពគ្នាធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការជាក់ស្ដែងទាំងក្នុងវិស័យជាប្រពៃណីនិងវិស័យថ្មីដែលមានសក្តានុពលរួមមានបរិបត្តិកម្ម Digital ការអភិវឌ្ឍបៃតងសេដ្ឋកិច្ចពណ៌ខៀវការតភ្ជាប់ខ្សែក្រវ៉ាត់គុតគង់ដែលមានភាពធន់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនិងការផ្លាស់ប្ដូរប្រជាជននិងប្រជាជនក្នុងបរិបទនេះភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់រួមមានក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យានិងច្រករបៀងមច្ឆានិងអង្គរដែលនឹងបន្តជំរុញឲ្យមានលទ្ធផលជាក់ស្ដែងនិងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជនទាំងពីរភាគីទាំងពីរក៏បានបញ្ជាក់សារជាថ្មីនៃការតាំងចិត្តរួមគ្នាក្នុងការជំរុញបន្ថែមទៀតនៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិនដែលមិនត្រឹមតែរួមចំណែកដល់វិបុលភាពនៃប្រទេសទាំងពីរប៉ុណ្ណោះទេប៉ុន្តែថែមទាំងដើម្បីសន្តិភាពសេរីភាពនិងការអភិវឌ្ឍក្នុងតំបន់និងសកលលោកផងដែរ